នៅពុទ្ធកសកលវិទ្យាល័យក៏ដោយនៅសាកលវិទ្យាល័យភ្នំពេញក៏ដោយប្រហែលជា60%មានបំណងខ្លាយខ្លួនទៅជាអ្នកអប់រំបើខ្លាយខ្លួនជាអ្នកអប់រំគុណចាស់ឬបងប្អូនទៅគិតមើលទៅតើនៅបឋមសិក្សាមានគ្រូប៉ុន្មាន 100000 នាក់ជាងពីមុនមកលោកច័ន្ទសុភីគាត់ទទួលទុកនោះណាឥឡូវគាត់ចូលនិវត្តន៍ហើយគាត់ទៅជាអនុរដ្ឋលេខាធិការនៅក្រសួងអប់រំយុវជនកីឡាគ្រប់គ្រងគាត់ប្រាប់ខ្ញុំគាត់ថាលោកគ្រូខ្ញុំគ្រប់គ្រងថ្នាក់បឋមណាអីណាអីវាតូចណាស់ខ្ញុំប្រាប់គាត់វិញថាពីឯងជាអ្នកដែលធ្វើការអស្ចារ្យជាងគេក្នុងក្រសួងអប់រំព្រោះគ្រូច្រើនជាងគេបំផុត 100000 នាក់ជាងហ្នឹងគឺបឋមអ្នកគ្រូអនុវិទ្យាល័យគ្រូវិទ្យាល័យបងអូនមើលចំនួនដែលចេញទៅធ្វើគ្រូបង្រៀនបឋមអនុវិទ្យាល័យគេត្រូវការគ្រូណាគេត្រូវការគ្រូអក្សរសាស្ត្រសឹងតែ40 ទៅ 50% នៃចំនួន 100000 នាក់ជាងអញ្ចឹងយើងមានលទ្ធភាពទី1ឃើញទេអាចដណ្ដើមយកការងារនឹងបានជីវវិទ្យារូបវិទ្យាវាតិចអញ្ចឹងហើយបានចំនួនអ្នករៀនវាតិចប៉ុន្តែបើទៅបម្រើក្នុងវិស័យវិទ្យាសាស្ត្រវិញណាអត់រូបវិទ្យាអត់ជីវវិទ្យាតែរួចទេហ្នឹងទី1បញ្ហាទី2ក្រៅពីគ្រូអ្នកអក្សរសាស្ត្រហ្នឹងអាចធ្វើបានច្រើនបងអាចទៅជាលេខានៅតាមក្រសួងមន្ទីរស្ថាប័នឬក៏តាមក្រុមហ៊ុនដទៃនេះបងជាអ្នកកត់ត្រាជាអ្នកធ្វើរបាយការណ៍ជាអ្នកធ្វើអីសពបែបយ៉ាងជាលេខានឹងមុខរបរដែលយើងត្រូវចាញ់ទៅធ្វើហ្នឹងទី2ទី3បងឃើញអីទៀតទេនៅក្នុងវិស័យសារព័ត៌មានច្រើនណាស់វិស័យសារព័ត៌មានហើយវិស័យសារព័ត៌មានដល់សប្តាហ៍ថ្ងៃនេះវាជាវិស័យទី4ធំទី4ណាមុនយើងមាន3ទេអង្គនីតិបញ្ញត្តិប្រណិប័តតុលាការឥឡូវព័ត៌មានជាអំណាចទី4ហើយព័ត៌មានទៅកាន់ណាពួកអ្នកអក្សរសាស្ត្រឲ្យតែគុណចាស់ឬបងប្អូនយល់ឲ្យច្បាស់ហើយការសិក្សារបស់យើងដិតឲ្យស៊ីជម្រៅយើងងាយនឹងរកការងារធ្វើបានច្រើនជាងក្រៅពីនឹងនៅវិស័យតែងនិពន្ធគុណចាស់បងប្អូនយល់ឃើញការតែងនិពន្ធសប្តាហ៍យើងឃើញតែងនិពន្ធនៅស្រុកខ្មែរយើងវារលំចង់អស់ណាកវីស្មេទាំងអស់ហ្នឹងសឹងអត់ការងារធ្វើបងប្អូនច្រឡំណាបងបើកទូរស័ព្ទមើលហើយមើលក្នុង YouTube ហើយមើល Facebook តើមួយថ្ងៃចេញប៉ុន្មានពាន់រឿងលោកម្នាក់ដែលខ្ញុំធ្លាប់ដើរហាត់ប្រាណកាត់មុខផ្ទះគាត់រាល់ថ្ងៃថ្ងៃ1ម៉ោង7យប់អីខ្ញុំដើរគាត់នឹងអង្គុយមើលរឿងភាពយន្តខ្លីៗរបស់ចិនហើយម៉ោង3ព្រលឹមគាត់ស្លាប់បាត់ទៅគេនេះគាត់មើលដល់គាត់ស្លាប់អញ្ចឹងវិស័យនោះវាទាញបានការងារច្រើនណាស់ខ្ញុំសូមជម្រាបណាភាពយន្ត Hollywood ថតម្ដងចំណាយពី50លានទៅ100លានតែចំណូលវិញបានប្រហែលជា400-500លាន1000លានទេភាពយន្តរបស់ចិនសប្តាហ៍ថ្ងៃវាថតចំណាយអស់ប្រហែល10000-20000ដុល្លារគាត់ប្រើ AI ប្រើអីប៉ុន្តែគាត់ទទួលបានទៅវិញទទួលចំណូលទៅវិញសឹងតែក្បែរ1លានអញ្ចឹងរដ្ឋាភិបាលចិនគាត់បានប្រាក់អំពីវិស័យភាពយន្តហ្នឹងច្រើនមែនតើបងត្រូវដឹងថាមនុស្សស្ដាច់ក៏ដោយរិះក៏ដោយញ៉ឺនដោយមន្ត្រីក៏ដោយអ្នកធ្វើការរាជការដោយអ្នកណាក៏ដោយក៏អានដែរក៏មើលដែរព្រោះហ្នឹងរឿងកំសាន្តអញ្ចឹងតែយើងយល់ឃើញថាអាមុខដែលយើងរៀនវាមានប្រយោជន៍ច្រើនសម្រាប់យើងតែមានប្រយោជន៍ហ្នឹងយើងត្រូវតម្រង់វាទៅយើងរៀនអីខ្លះដើម្បីអាចទៅធ្វើការនោះបាននេះមិនមែនរៀនសម្រាប់យកសញ្ញាបត្រទេរៀនគឺសម្រាប់ទៅធ្វើការដើម្បីបានប្រាក់យកមកចិញ្ចឹមជីវិតខ្ញុំចូលក្នុងវិស័យអប់រំនេះតាមពិតតាំងពីឆ្នាំ79ដែលជាប្រធានយុវជនកណ្ដឹងមានទិសស្លោកមួយអ្នកចេះតិចបង្រៀនអ្នកមិនចេះអ្នកចេះច្រើនបង្រៀនអ្នកមិនចេះតិចខ្ញុំឃើញប្រជាជនខ្មែរនៅល្ងងច្រើននៅក្រីក្រអញ្ចឹងបានស្ម័គ្រចិត្តទៅបង្រៀនគ្រូបង្គោលរហូតដល់មកបង្រៀននៅសាលាសន្ធមួយឆ្នាំ80ជាងបង្រៀនហើយគ្រូស្ម័គ្រចិត្តគេនេះពួកខ្ញុំចង់ដឹងតពិសោធន៍យកតាំងពីគ្រូថ្នាក់បឋមថ្នាក់មធ្យមថ្នាក់អនុវិទ្យាល័យទៅវិទ្យាល័យបទពិសោធន៍របស់យើងទាំងអស់នឹងហើយដល់ខ្ញុំចេញមកធ្វើការយូរឆ្នាំទៅបើខ្ញុំអានច្រើនទៅបើខ្ញុំដឹងថាអូយើងអត់ស្គាល់អ្វីហៅថាអក្សរសិល្ប៍សោះហ្នឹងហើយយើងអួតថាយើងចេះតាមពិតចំណេះដឹងរបស់យើងវាទូចមែនតើសឹងស្មើផ្កាយមួយនៅលើចក្រវាឡសឹងស្មើផ្កាយមួយលើចក្រវាឡអញ្ចឹងដើម្បីទៅយល់ដឹងពីអក្សរសិល្ប៍ខ្ញុំទៅបង្ហាញបងប្អូនអំពីជីវិតមនុស្សព្រោះអក្សរសិល្ប៍វាសិក្សាពីជីវិតមនុស្សសិក្សាពីសង្គមសិក្សាពីការវិវត្តទៅនេះស្នាដៃអក្សរសិល្ប៍ទាំងឯងព្រោះស្នាដៃអក្សរសិល្ប៍វាអត់នៅម្ដាយនេះវាវិវត្តជានិច្ចក៏ដូចជាស្នាដៃខាងព័ត៌មានអញ្ចឹងដំបូងព័ត៌មានក៏មនុស្សនិយាយប្រាប់គ្នាក្រោយមកចេញជាกระดาษទៅសេបិទផ្លាកនឹងមើលគ្រឿងកុនអញ្ចឹងនេះណាក្រោយមកទៅចេញជា offset ដល់ឥឡូវនេះវាទៅអញ្ចឹងវាទៅជាសម្លេងវិញវាជុកទួហ្នឹងវាមានការវិវត្តអក្សរសិល្ប៍ក៏វិវត្តអញ្ចឹងដែរដើម្បីយល់ដឹងពីហ្នឹងយើងទៅនិយាយអំពីប្រវត្តិសង្គមមនុស្សបន្តិចចុះអញ្ចឹងខ្ញុំថាវាធំវាវែងប៉ុន្តែខ្ញុំព្យាយាមសង្ខេបកង់ធ្វើម៉េចឲ្យបងប្អូនអាចយល់បានហើយមិនប្រើពេលវែងទេផែនដីយើងដែលយើងរស់នៅនេះចំណែកតូចមួយនៃចក្រវាឡទេអាញស្តាញចិត្តស្លាប់បើគាត់នឹកឃើញថាគាត់ស្គាល់ទិសស្ដីប្រពុតយឺតតិចបើគាត់ស្គាល់បានច្រើនណាចំណេះដឹងគាត់កើនណាប្រពុតថាស្អីដែលធំជាងគេគឺមេឃនឹងធំណាស់បងដឹងណា
ផែនដីយើងវាផ្នែកមួយនៃកាឡាក់ស៊ីតូចមួយទេភពនៃព្រះអាទិត្យហ្នឹងនេះ10ភពជាងហ្នឹងហើយបើនិយាយពីកាឡាក់ស៊ីមេកាវីលតាំងពីបងអូនកើតដល់បងអូនស្លាប់បងអូនរាប់តែអស់ផងរាប់លានភពហើយកាឡាក់ស៊ីមេកាវីលហ្នឹងវាជាផ្នែកតូចមួយនៅក្នុងចក្រវាលទាំងមូលទេអញ្ចឹងចក្រវាលមួយទាំងមូលវាមិនដឹងមានប្រមាណ100តោនកាប់អាសង្ខ័យនេះវាច្រើនមែនទែនកណិមអស់ទេចក្រវាលនេះកើតឡើងអ្នកវិទ្យាសាស្ត្រក៏រកឃើញប្រហែលជា7000លានឆ្នាំមុនហើយកើតតែ3នាទីទេទុកបឹងធំប៉ុណ្្នឹងហ្មងហើយបើយើងនិយាយពីផែនដីយើងនេះវិញផែនដីយើងនេះទើបចាប់បដិសន្ធិនៅក្នុងចក្រវាលនេះប្រហែលជា4000លានឆ្នាំហើយ4000លានឆ្នាំណាមិនមែនដូចអ្វីដែលយើងឃើញសប្តាហ៍នេះទេការចាប់កំណើតដំបូងវាគ្រាន់តែជាដុំភ្លើងមួយទេអត់មានអ្វីជីវិតអីរស់នៅបានសំបីតែលោហៈធាតុដែកចឹងក៏នៅបានវាហុយទៅជាផ្សែងមិនទៅជាទឹកទេតែពេលដែលវាវិលជុំវិញព្រះអាទិត្យហ្នឹងព្រោះផែនដីវិលជុំវិញព្រះអាទិត្យផងវិលជុំវិញខ្លួនឯងផងវាវិលដល់កន្លងមួយស្រាប់តែផែនដីវាធ្លាក់ចុះមកត្រជាក់នោះត្រជាក់ទៅជាដុំតកកដ៏ធំមួយគ្មានជីវិតណារស់នៅបានទេអត់មានទេអញ្ចឹងប្រហែលជា6-700លានឆ្នាំមុនផែនដីវាវិលចូលដល់កន្លងយើងសប្តាហ៍ហ្នឹងកន្លងយើងសប្តាហ៍ហ្នឹងកន្លងអីគឺកន្លងវិលមកជុំវិញខ្លួនឯងហ្នឹង24ម៉ោងហើយវិលមកជុំវិញព្រះអាទិត្យហ្នឹងគឺ365ថ្ងៃពេលនេះវិលចូលដល់ជុំហ្នឹងហើយបានធ្វើឲ្យសីតុណ្ហភាពវាធ្លាក់ចុះល្មមបានជីវិតវាចាប់កំណើតឡើងជីវិតវាចាប់កំណើតឡើងតាមទស្សនវិទ្យាសាស្ត្រដែលគេរកឃើញហ្នឹងនៅជាសារធាតុតូចមួយនៅសមុទ្រនេះទេក្រោយមកវាចាប់វិវត្តបន្តិចម្ដងទៅជារុក្ខជាតិទៅជាសត្វល្មូនបានជាទៅជាស្វាហើយស្វានេះមានការវិវត្តច្រើនណាស់អញ្ចឹងហើយបានជាអ្នកវិទ្យាសាស្ត្រសប្តាហ៍ថ្ងៃនេះក៏រកឃើញថាមនុស្សនឹងមានជីវិតខ្លះថា2លានឆ្នាំហើយខ្លះថា1លានឆ្នាំខ្លះថា50,000ឆ្នាំខ្លះថា50000ឆ្នាំដោយសារពូជស្វានៅលើโลกហ្នឹងវាមានពូជខុសៗគ្នាដែលពូជដែលយើងសប្តាហ៍ថ្ងៃនេះគឺពូជHomo sapiens Homo sapiens ហ្នឹងជាពូជស្វាមួយដែលឆ្លាតហើយដែលមានការវិវត្តជឿនលឿនជាងគេទេខ្ញុំសូមជម្រាបថាអ្វីដែលមនុស្សខុសប្លែកពីសត្វទាំងអស់លើโลกហ្នឹងគឺភាសា Homo sapiens ហ្នឹងហើយដែលមានភាសាហ្នឹងហើយដែលស្ដែងចេញអក្សរសិល្ប៍ហ្នឹងគឺនេះសត្វទាំងអស់អត់មានភាសាទេសត្វទាំងអស់រស់នៅតាមបែបធម្មជាតិតែមនុស្សរស់នៅក្នុងវប្បធម៌សត្វទាំងអស់ដែលកើតឡើងរហូតដល់ចាស់ទៅស្លាប់ទៅចំណេះដឹងទាំងឡាយកប់តាមខ្លួនគាត់បាត់ទៅតែមនុស្សអត់ទេមនុស្សបានយកភាសាហ្នឹងរាយរាប់ប្រាប់គ្នានិទានប្រាប់គ្នាដូច្នេះចំណេះដឹងវានៅតគ្នាមកនេះអញ្ចឹងភាសាកើតដំណើរនឹងមនុស្ស Homo sapiens ហ្នឹងឯងមិនមែនមនុស្សនៃអង្គនៃតាល់មិនមែនមនុស្សអាំញ៉ុងទេនឹងវាយូរឆ្នាំហើយហើយបើយើងនិយាយពីមនុស្ស Homo sapiens បព្វបុរសមនុស្សយើងសប្តាហ៍នេះកើតមុនគេនៅទ្វីបអាហ្វ្រិកនៅអេត្យូពីមិនបាននៅក្នុងអញ្ចឹងព្រោះយើងដឹងថាផែនដីយើងវាត្រជាក់ដល់ត្រជាក់ណាកន្លែងដែលក្តៅអាចរស់នៅបានហ្នឹងសីតុណ្ហភាពគួរសមវានៅក្បែរអេក្វាទ័រវាអត់នៅប៉ូលទេប៉ូលកកខ្លាំងមិនមានជីវិតទេដល់ពេលមានជីវិតឡើងមកនេះមនុស្សចេះរស់នៅឬតែអង្គត់ទៅអត់ចេះរស់នៅជាហ្វូងជាក្រុមទេណាតែអង្គត់ទៅរៀងខ្លួនដល់ល្ងាចឡើងទៅបាត់គ្នាងាកឡើងជួបជុំគ្នាចង់បាត់អាមួយណាទៅណាអានោះខ្លាស៊ីបាត់ហ៎អាមួយនោះលងទឹកងាប់ហ៎អាមួយតម្រៃជន់ងាប់អត់ហើយអានឹងឲ្យតែមនុស្សបញ្យល់គ្នាប្រាប់គ្នាមនុស្សបង្កើតការការពារគឺនេះអានោះឲ្យតែជួបការមនុស្សបង្កើតបាននៅសក្តិរីករាយជុំដឹងមនុស្សស្លាប់ហើយមិនរីករាយហើយមនុស្សពេលទទួលបានផលផលទទួលបានសាច់ចម្អិនអាហារចម្អែតទៅនោះឲ្យមនុស្សសប្បាយចិត្តបង្កើតជាចម្រៀងស្អីដែលកើតមុនគេសម្រាប់ជីវិតនឹងគឺសិល្បៈហើយសិល្បៈវានៅគៀកគ្នានឹងអក្សរសិល្ប៍ជានេះសិល្បៈកើតមុនគេមកអត់មានទស្សនវិជ្ជាណាកើតមុនអត់មានមតិកើតមុនទេសិល្បៈហ្នឹងឲ្យកើតមុនពេលដែលកើតសិល្បៈហើយមនុស្សបង្កើតបាននៅស្អីនៅជំនឿទំនៀមទម្លាប់ប្រពៃណីពេលជំនឿទំនៀមប្រពៃណីរីធំឡើងទៅវាបង្កើតបានទៅជាស្អីទៅជាសាសនាហ្នឹងហើយដែលជាបិតានៃវិទ្យាសាស្ត្រសប្តាហ៍ហ្នឹងព្រោះសាសនាហ្នឹងហើយតែជាអ្នកបង្កើតនៅទស្សនវិជ្ជាអត់មានអ្នកណាអ្នកបង្កើតគឺសាសនាអ្នកបង្កើតមកឃើញទេអញ្ចឹងសាសនាបង្កើតទស្សនវិជ្ជាហ្នឹងហើយដែលបង្កើតគំនិតវិទ្យាសាស្ត្រដល់សប្តាហ៍ហ្នឹងហើយមកដល់សប្តាហ៍ហ្នឹងហើយដែលយើងមានការបារម្ភទៅវិទ្យាសាស្ត្រវារីកចម្រើនលឿនពេកដល់អញ្ចឹងមនុស្សទាំងអស់បដិសេធសាសនាបដិសេធទស្សនវិជ្ជាគាត់យកទៅវិទ្យាសាស្ត្រអានឹងហើយដែលវាអត់មានភាពស៊ីមទីគ្នាវាលំអៀងថ្ងៃក្រោយភពផែនដីហ្នឹងវានឹងអាចរលាយទៅតាមមហិច្ឆតានៃវិទ្យាសាស្ត្រហ្នឹងឯងចឹងហើយបានជាអ្នកសិក្សាមែនតើគាត់ថាពីរហ្នឹងអត់ចោលបានមួយណាបានទេនេះសាសនានិងវិទ្យាសាស្ត្រចោលបានទេទស្សនវិជ្ជានិងវិទ្យាសាស្ត្រចោលបានតែថ្លឹងខុសគឺពិភពលោកណាលាយនេះខ្ញុំអធិប្បាយខ្លះទេណាបងឃើញទេអញ្ចឹងយើងមកដល់កន្លែងហ្នឹងយើងឃើញចៃហើយយើងឃើញថាភាសាកើតនឹងដំណើរមនុស្ស
វាអាចថា50000ឆ្នាំឬ50000ឆ្នាំភាសាមានការវិចម្រើនណាមនុស្សបើអត់មានភាសាមនុស្សអត់ស្គាល់ភ្លើងមនុស្សដូចសត្វតោសត្វតម្រៃសត្វខ្លាអញ្ចឹងឃើញភ្លើងរត់តែដល់ក្រោយមកមនុស្សភ្លើងនេះមើលឃើញសត្វវាស្លាប់ទៅមនុស្សយកសាច់នឹងមកហូបវាឆ្ងាញ់មនុស្សនេះយកពាក្យភាសាប្រាប់ដល់កូនចៅទាំងអស់ភ្លើងមានសម្រាប់អ្នកឯងណាភ្លើងនេះជាអាវុធរបស់អ្នកឯងភ្លើងជាមធ្យោបាយសម្រាប់ចម្អិនសាច់ភ្លើងនេះសម្រាប់ជាមធ្យោបាយដុតកម្ដៅឲ្យខ្លួនអញ្ចឹងភ្លើងនឹងហើយដែលជាអាទិទេព